ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជាអាយដាមបណ្ឌិតកៅកំហួនមានប្រសាសន៍ថានៅក្នុងឆ្នាំសិក្សាថ្មីនេះសាកលវិទ្យាល័យកម្ពុជានឹងធ្វើការកែតម្រង់ភាពច្រំដែលនៃការសិក្សាទាំងគ្រូនិងសិស្សរបស់សាកលវិទ្យាល័យនេះអាយដាមបណ្ឌិតកៅកំហួនមានប្រសាសន៍ដូចនេះនៅក្នុងកម្មវិធីស្វាគមន៍និងសំណេះសំណាលជាមួយសិស្សជ័យលាភីអាហារូបករណ៍របស់សាកលវិទ្យាល័យកម្ពុជាកាលពីរសៀលថ្ងៃ5ខែវិច្ឆិកាឆ្នាំ2016អាយដាមបន្តថាសិស្សជាប់អាហារូបករណ៍ 100% មានចំនួន515នាក់ក្នុងនោះបរិញ្ញាបត្ររង46នាក់បរិញ្ញាបត្រ303នាក់បរិញ្ញាបត្រជាន់ខ្ពស់100នាក់និងបណ្ឌិត26នាក់ចំពោះការសិក្សាវិញគឺមិនអនុញ្ញាតឲ្យអវត្តមានលើសការកំណត់របស់សាលាទេសិស្សមករៀនត្រូវមកឲ្យបានមុនម៉ោងព្រោះផ្លូវមកកាន់សាលានេះតែងតែស្ទះមិនសូវលួសពេលឡើយចំពោះសិស្សជាប់អាហារូបករណ៍ត្រូវរក្សាពិន្ទុរបស់ខ្លួនឲ្យបានថេរតាមការកំណត់របស់សាលាមិនត្រូវរៀនឲ្យធ្លាក់ពិន្ទុឬរៀនបានតែពាក់កណ្ដាលអាហារូបករណ៍ហើយផ្អាកឬបោះបង់ការរៀននោះឡើយចំណែកគ្រូនិងសាស្ត្រាចារ្យវិញនៅក្នុងឆ្នាំសិក្សាថ្មីនេះសិស្សអាចវាយតម្លៃការបង្រៀនរបស់គ្រូនិងសាស្ត្រាចារ្យបានការធ្វើបែបនេះគឺដើម្បីកែតម្រង់ភាពច្រំដែលនៃការសិក្សានិងការបង្រៀនក្នុងសាកលវិទ្យាល័យកម្ពុជាអនុប្រធានទទួលបន្ទុកការសិក្សានៃសាកលវិទ្យាល័យកម្ពុជាបណ្ឌិតអ៊ីរតនាមានប្រសាសន៍ថាសិស្សជាប់អាហារូបករណ៍ 100% និងជាប់អាហារូបករណ៍ 50% សរុបមានជាង700កន្លែងប៉ុន្តែបេក្ខជនដែលជាប់ដែលមាននីតិសរុបដែលជាប់កំណត់ដោយសាកលវិទ្យាល័យកម្ពុជានោះគឺបេក្ខជនសរុបទាំងអស់គឺមានចំនួន515នាក់បាទ515នាក់ទេដែលគាត់ជាប់មានសិទ្ធិទទួលយកអាហារូបករណ៍ឥតបង់ថ្លៃ 100% នោះគឺ515នាក់នៅក្នុងនោះក្រៅពីនេះគឺយើងមានអាហារូបករណ៍ partial មានន័យថា 50% នោះគឺដែលយើងផ្ដល់ចំនួនច្រើនដែរ400ប៉ុន្តែបេក្ខជនដែលយើងមកបានទទួលគឺយើងបានចំនួនជាង200នាក់ហើយដែលគាត់បានមកចុះឈ្មោះហើយយើងនៅតែបន្តចុះឈ្មោះនៅថ្ងៃនេះបន្តទៀតរហូតដល់ចុងសប្តាហ៍នេះតែម្ដងយើងនៅតែបន្តនៅក្នុងកម្មវិធីស្វាគមន៍និងសំណេះសំណាលជាមួយសិស្សជ័យលាភីអាហារូបករណ៍របស់សាកលវិទ្យាល័យកម្ពុជាអាយដាមបណ្ឌិតកៅកំហួនបានផ្ដល់ឱកាសដល់សិស្សនិស្សិតឲ្យសាកសួរសំណួរជាច្រើនដែលពាក់ព័ន្ធនឹងការសិក្សានៅក្នុងសាកលវិទ្យាល័យកម្ពុជានេះដើម្បីកែលម្អចំណុចខ្វះខាតក្នុងន័យរួមគ្នាពង្រឹងគុណភាពនៃការសិក្សាស្របតាមគោលការណ៍របស់ក្រសួងអប់រំក្រោយពីអាយដាមបានឆ្លើយសំណួរជាច្រើនរបស់សិស្សនិស្សិតមកអាយដាមបានណែនាំសិស្សឲ្យចេះចងក្រងគ្នារៀនជាក្រុមចេះចូលបណ្ណាល័យអានសៀវភៅឲ្យបានច្រើនហើយស្រាវជ្រាវរកនៅអ្វីដែលប្លែកនិងចូលរួមតស៊ូមតិពិភាក្សាគ្នាជាក្រុមដើម្បីបង្កើនគុណភាពសិក្សានិងពង្រឹងចំណងសាមគ្គីភាពរវាងនិស្សិតចាស់និងសិស្សថ្មីហើយចែករំលែកបទពិសោធន៍នៃការសិក្សាបទពិសោធន៍នៃការងារបទពិសោធន៍នៃការទទួលបានជ័យលាភីពីការប្រកួតជាមួយសាកលវិទ្យាល័យដទៃជាដើម